នាងឈូកបានចេញមកក្រៅពីផ្កាឈូកហើយរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ដល់លោកអ៊ំទាំងពីរហើយក៏សុំអ៊ំទាំងពីររស់នៅជ្រកកោនជាមួយផងដោយនាងកំពុងតែពោពោះកូនរបស់ស្ដេចផងអ្វីហ្នឹងហា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 ក្មួយស្រីហេតុអីបានជាមកនៅក្នុងផ្កាឈូកនេះទៅវិញតើក្មួយស្រីគឺជាទេវតាឬក៏អ្នកមានបុណ្យមកពីឋានៈដែរមែនហើយតើអ្នកជាទេវតាមែនទេទើបមកនៅក្នុងការឈោមីបានជំរាបប្រសាលោកអ៊ំទាំងពីរខ្ញុំមិនមែនជាទេវតាអីទេខ្ញុំត្រូវបានរសាត់អណ្ដែតតាមមកមាត់ទឹកយ៉ាងសាឆ្ងាយខ្ញុំពិតជាអរគុណលោកអ៊ំទាំងពីរដែលបានយកខ្ញុំមកនៅជាមួយនាងឈូកបានរៀបរាប់រឿងរ៉ាវប្រាប់អ៊ំទាំងពីរហើយក៏ទទួលបានការស្វាគមន៍ពីអ៊ំទាំងពីរឲ្យនាងនៅជាមួយដូចជាកូនរបស់ខ្លួនដែរមិនអីទេក្មួយមិនអីទេនៅជាមួយអ៊ំទៅអ៊ំទាំងពីរនេះគ្មានកូនគ្មានអីទីបានក្មួយមកនៅក៏ល្អដែរអញ្ចឹងចាប់ពីថ្ងៃនេះទៅកូនគឺជាកូនរបស់ម៉ែហើយណាកូនស្រីកូនពិតជាសប្បាយចិត្តខ្លាំងណាស់រឿងអ្វីប្រៀបទៅមិនបានទេអញ្ចឹងម៉ែមិនមែនត្រឹមតែជាពុកម៉ែរបស់កូនម្នាក់នោះទេថែមទាំងជាយាយតារបស់ចៅនៅក្នុងពោះរបស់កូនគេផងម៉ែអររយៈពេល18ឆ្នាំកន្លងផុតទៅសម្រស់នាងឈូកដូចជាមិនធ្លាក់ទៅណាសោះនៅតែក្មេងស្អាតដដែលទោះបីកូនប្រុសរបស់នាងពេញកំឡោះក៏ដោយកូនប្រុសនាងឈ្មោះថាទេពលនិមិត្តដែលមានឈ្មោះស្រដៀងទៅនឹងអតីតប្តីរបស់នាងទេពលក្សិនទោះបីជាកូននេះជាកូនរបស់នាងឈូកនិងស្ដេចក៏ដោយតែនាងឈូកនៅតែមានក្តីស្រឡាញ់ចំពោះចៅមាននុកដដែលម៉ែកូនទៅរកត្រីជាមួយតាហើយណាគឺចាស់កូនលូត្រីឲ្យបានច្រើនណាថ្ងៃនេះធ្វើម្ហូបឲ្យបានឆ្ងាញ់មាត់ម្ដងនិយាយពីទេពលបន្ទាប់ពីបានសុំផ្ទះអ្នកស្រុកម្នាក់នៅទីនោះក៏បានចាប់ចិត្តលើកូនក្រមុំអ្នកផ្ទះនោះផងដែរហើយក៏បានរៀបការជាប្តីប្រពន្ធនឹងគ្នាដោយពេលនោះចៅវិនុបបានគិតថានាងឈូកមិនដឹងជាអណ្ដែតទៅដល់ទីណារកមិនឃើញឡើយបន្ទាប់ពីការហើយក៏ទទួលបានកូនស្រីមួយដាក់ឈ្មោះថានាងរំចង់ដោយមាននុបដាក់ឈ្មោះឲ្យស្រដៀងទៅនឹងនាងឈូកអតីតប្រពន្ធរបស់ខ្លួនទោះបីជាយ៉ាងណាក៏ចៅមាននុបនៅតែមានចិត្តនៅលើនាងឈូកដូចដើមដោយជានិស្ស័យថ្ងៃមួយនៅពេលដើរតាមផ្លូវទេពលនិមិត្តបានជួបនឹងទេពលក្សិនដែលត្រូវជាអតីតប្តីរបស់ម្ដាយខ្លួនតែមិនមែនជាឪពុករបស់ខ្លួនទេដោយឃើញក្មេងកំឡោះកាន់ត្រីច្រើនមានរូបក៏ចាប់ផ្ដើមសួរណែក្មួយប្រុសថ្ងៃនេះបានត្រីច្រើនម្ល៉េះតើពូសុំទិញខ្លះបានទេមើលទៅទំនងខ្លាំងណាស់បាទលោកពូមិនលក់ដូរអីទេបើពូចង់បានចាំខ្ញុំឲ្យខ្លះក៏បានដែរពូគ្រួសារខ្ញុំមិនសូវជាច្រើនប៉ុន្មានទេហូបតែមួយពីរក៏ឆ្អែតដែរយីក្មួយមិនក៏ចិត្តល្អម្ល៉េះក្មួយខំរកខត់សឹងអីហេតុអីមិនយកប្រាក់អញ្ចឹងតើក្មួយជាកូនចៅអ្នកណាដែរមិនក៏មានចិត្តល្អម្ល៉េះបាទលោកពូម៉ែឈូកក៏បានបង្រៀនខ្ញុំឲ្យចេះចែករំលែកនិងធ្វើអំពើល្អដោយមិនសម្លឹងតែពីផលប្រយោជន៍ហើយត្រូវចេះរាប់អានយឹតមិត្តចិត្តឆ្កាយទៀតផងហាក្មួយថាម៉េចឈូកផ្កាឈូកតើក្មួយមិនបាននិយាយលេងទេមែនទេតែមានរឿងអីមែនពូមើលទៅពូដូចជាធ្លាប់ស្គាល់អ្នកម្ដាយខ្ញុំអញ្ចឹងតើពូធ្លាប់ស្គាល់គាត់មែនទេក្មួយកំទាន់អាននិយាយអីពេលនេះតើក្មួយអាចនាំពូទៅរកគាត់បានទេកាន់តែលឿនកាន់តែល្អបានតាពូគាត់នៅផ្ទះអញ្ចឹងពូមកតាមខ្ញុំមកចាំខ្ញុំនាំទៅរកគាត់វាពិតជារឿងអភ័ព្វមែនហើយដោយសារតាយាយតាជំពាក់លុយសេដ្ឋីស្ដុកស្ដំម្នាក់នៅក្នុងភូមិត្រូវបានពួកអ្នកបម្រើសេដ្ឋីមកទារប្រាក់
ហើយយាយមិនមានលុយចំណែកឯនាងឈូកដោយខ្លាចត្រូវបានគេចាប់ព្រោះសម្រស់នាងស្អាតម៉ែចាស់បានឲ្យនាងចូលទៅលាក់ខ្លួននៅក្នុងផ្កាឈូកនោះបាត់ទៅ ណែយាយឆាប់សងប្រាក់មកចំពាក់លោកស្ថិរាប់ខែមកហើយមិនដែលឃើញយកប្រាក់ទៅសងសោះឆាប់ឲ្យមកបើមិនចង់ឈឺខ្លួនទេ អោចៅអើយយាយអត់ទាន់មានទេចាំតែទៀតសិនទៅពេលយាយរកបានណាយើងនឹងយូរទៅសោស្ថិដល់ខ្លួនឯង មិនបាច់ទេយាយឯងចាំយូរហើយមិនដែលឃើញយូរទៅសងទេចិត្តតែចាំមកចង់សាប់ទៅវិញទៅហមឃើញផងលើកនេះលោកស្ថិមិនអាចចាំបានទេត្រូវតែសង អោចៅអើយតែយាយនេះវាគ្មានប្រាក់នោះទេឲ្យយាយធ្វើយ៉ាងម៉េចទៅ ណែពួកឯងប្រព័ន្ធរបស់មានតម្លៃអស់អីក៏ឲ្យទៅមានតម្លៃយកទៅឲ្យអស់ឲ្យលឿនប្រមមក យាយចាស់មិនអាចបដិសេធការរុករើកកាយរបស់ពួកនោះឡើយតែក៏ប្រញាប់រត់ទៅយកផ្កាឈូកនៅលើតុព្រោះខ្លាចពួកនោះយកទៅ ណែយាយមិនបានក៏ភ័យខ្លាំងម្ល៉េះខ្លាចយើងយកផ្កាឈូកនឹងម៉េចហ่ะមានអីលាក់បាំងម៉េចនេះ អត់ទេគ្មានអីទេចៅអើយយាយគ្រាន់តែស្រឡាញ់ផ្កាឈូកនេះទេតើគ្មានអីទេ ណែពួកឯងយកផ្កាឈូកក្នុងគៀនប្រកាសជាមានអីលាក់បាំងនៅក្នុងផ្កាឈូកនោះមិនខានទេឆាប់យកបយាយនឹងវិញមកឲ្យលឿន ទេចៅកុំអីយាយសំព្រោះណាកុំយកទៅអីឲ្យយាយវិញមកចៅកុំយកកាច់ឈូកនោះទៅអីយាយសំព្រោះឲ្យមកយាយវិញមកកុំយកទៅអីកាច់ឈូករបស់យាយទេឲ្យយាយមក យាយចាស់មិនអាចធ្វើអ្វីបាននោះទេបានត្រឹមយំសោកសង្រែងព្រោះគេយកកូនរបស់ខ្លួនទៅបាត់ហើយភ្លាមនោះកូននាងឈូកបាននាំអតីតប្តីនាងមកដល់ផ្ទះល្មម យាយតើយាយកាត់អីហ្នឹងហេតុអីយាយយំបែបនេះមានរឿងអីកើតឡើងយាយចាប់ប្រាប់ចៅមក លោកអ៊ំតើមានរឿងអីកើតឡើងហើយតើឈូកទៅណាបាត់ហើយអ៊ំ កូនឈូកត្រូវគេចាប់យកទៅបាត់ហើយយាយបានប្រាប់ហើយថាគ្មានអីទេគ្មានប្រាក់ថ្មីទាំងអស់វាមិនព្រមទេចៅអើយវាយកនាងឈូកទៅបាត់ហើយជួយកូនឈូកផងវាយកកូនឈូកទៅបាត់ហើយ ម៉ែខ្ញុំទៅយកម៉ែមកវិញឲ្យបានហេតុអីបានជាពួកវាធ្វើបែបនេះ ឈប់សិនក្មួយកុំអានតកលហអីព្រោះគ្រួសារសេដ្ឋីគេមានគ្នាច្រើនណាស់បើក្មួយទៅអីដូចគេបែបនេះប្រកាសជាត្រូវពួកវាធ្វើបាបមិនខានទេ អញ្ចឹងតើខ្ញុំត្រូវធ្វើមិនទៅលោកពូបើម៉ែខ្លួនឯងត្រូវគេចាប់យកទៅបែបនេះពូឆាប់ក្រាប់មកនេះម្ដាយខ្ញុំណាខ្ញុំមិនអាចបើផ្នែកឈុំមើលគាត់អញ្ចឹងបានទេ ជាម្ដាយរបស់ក្មួយក៏ពិតមែនតែនាងឈូកគឺជាប្រពន្ធរបស់ពូដឹងទេ ហាថាម៉េចម៉ែរបស់ខ្ញុំជាប្រពន្ធពូហ៎តែម៉ែខ្ញុំក៏មិនដែលប្រាប់ខ្ញុំពីរឿងនេះសោះ រឿងនេះវានៅវិញចឹងហើយណាចាំពូប្រាប់ឯងតាមក្រោយឥឡូវនេះយើងត្រូវទៅរកវិធីទៅយកនាងឈូកមកវិញឲ្យបាន